ុំនិយាយច្រើនជាមួយនាងអីថ្ងៃនេះអញនឹងវាអានាងអុកតញូនេះឲ្យងាប់បើនាងស្លាប់ប្រាក់ទាំងអស់ក៏ក្លាយជារបស់យើងវាឲ្យងាប់ទៅអាក្រក់ហើយលោកសាការីភ្ញាក់ឡើងឈប់ចាប់ចោលទាំង3នាក់នេះបញ្ជូនទៅសាលាតុលាការភ្លាមហេកំពុងធ្វើអ្វីហ្នឹងនាងអកុសលលើកនេះចង់លេងល្បិចអ្វីទៀតលោកសាការីក្លូអ៊ីក្មេងយកកន្សែងមកប្រញាប់ទៅមើលថាគ្រូពេទ្យមកឬនៅខ្ញុំនៅមើលគាត់នៅទីនេះពួកអញប្រញាប់ទៅដង្ហើមមានស្ថិរភាពមិនមានគ្រោះថ្នាក់ដល់ជីវិតទេតែការវាយនោះប្រហែលបង្ករបួសខាងក្នុងត្រូវរកថ្នាំព្យាបាលរបួសខាងក្នុងសិនអូមិនអីទេគាត់មិនមែនជាពាណិជ្ជករមកពីរាជធានីទេហេតុអ្វីមានស្នាមរបួសចាស់ពេញខ្លួនបែបនេះរបួសចាស់ខ្ញុំព្យាបាលមិនបានទេនេះជាថ្នាំព្យាបាលរបួសខាងក្នុងសម័យទំនើបជាថ្នាំសម្ងាត់ថ្នាក់ជាតិនៅសម័យនេះវាជាថ្នាំអស្ចារ្យដែលរកមិនបានឡើយតម្លៃថ្លៃមហាសាលតែដោយសារគាត់ទទួលមួយដំបងជំនួសខ្ញុំចាត់ទុកថាគាត់មានសំណាងទៅចុះតាមជីពចរគាត់គ្មានបញ្ហាអ្វីទេមិនមែនប្រាប់ថាម្ចាស់របស់ឯងរបួសធ្ងន់សន្លប់ទេចម្លែកមែនប្រហែលម្ចាស់ខ្ញុំមានទេវតាតាមថែរក្សាចាំអ្វីដែលក្លូអ៊ីបានប្រាប់ឲ្យបានចាំហើយកុំភ័យអីឆ្លើយដោយស្ងប់ស្ងាត់បានហើយគ្រាន់តែសរសេរអត្ថបទតាមអ្វីដែលក្លូអ៊ីបានបង្រៀនពេលនាយកស្ទឺលីងបានអានច្បាស់ជាឲ្យឯងជាប់ជាមិនខានសំណាងល្អទៅចុះក្លូអ៊ីកំពុងរងចាំដំណឹងល្អពីឯងស៊ូរបស់ទាំងនេះជារបស់ខ្ញុំកុំប៉ះឲ្យសោះរបស់អ្វីហ្នឹងខ្ញុំមិនធ្លាប់ឃើញពីមុនសោះរូបមន្តសម្ងាត់នៃការធ្វើជំនួញមិនអាចប្រាប់បានទេមកធ្វើអ្វីនៅក្នុងផ្ទះបាយខ្ញុំឃ្លានអីចឹងទៅសម្រាប់ក្នុងបន្ទប់សិនទៅចាំខ្ញុំធ្វើអ្វីឆ្ងាញ់ឲ្យញ៉ាំមីរួចហើយសាក់មើលទៅមិនដែរឆ្ងាញ់ទេនេះជាមីប្រភេទអ្វីឆ្ងាញ់ខ្លាំងណាស់ខ្ញុំមិនធ្លាប់ញ៉ាំរសជាតិបែបនេះទេរូបមន្តសម្ងាត់ប្រចាំត្រកូលមីឡឺមិនអាចបង្ហើបបានទេកញ្ញាក្លូអ៊ីពិតជាមានអាថ៌កំបាំងច្រើនមែនលោកសាការីចង់ដឹងអាថ៌កំបាំងរបស់ខ្ញុំបន្ថែមទៀតទេអីចឹងត្រូវចំណាយលុយឲ្យច្រើនជាងនេះបន្តរកស៊ីជាមួយខ្ញុំទៅមិនយូរលោកនឹងដឹងដោយខ្លួនឯងគុជទំហំកន្លះអ៊ីងពេលរៀបចំរួចរាល់ខ្ញុំនឹងយកទៅជូនដល់គេហដ្ឋានរបស់លោកអរគុណដែលបានអញ្ជើញមកដល់ទីនេះលោកសាការីកុំគួរសំអីនាងអត់ខ្មាស់នៅហ៊ានមកបង្ហាញមុខនៅចំពោះមុខពួកយើងទៀតឃើញមុខនាងហើយចង្រៃអស់មួយថ្ងៃតុលាការវាយពួកយើងម្នាក់30រំពាត់ទាំងអស់សុទ្ធតែដោយសារនាង
ថ្ងៃនេះខ្ញុំទៅចូលរួមពិធីប្រកួតកំណាព្យឲ្យមិនបានបើប្រឡងធ្លាក់ទាំងអស់គឺជាកំហុសរបស់នាងពួកអាធរឆ្នាំនេះអាយុ36ឆ្នាំហើយមែនទេរៀនអស់ជាច្រើនឆ្នាំតែសូម្បីតែប្រឡងថ្នាក់ខេត្តក៏ជាប់មិនបាននោះបង្ហាញថាពូមិនមាននិស្ស័យខាងការសិក្សាទេឈប់ខ្ជិះខ្ជាយលុយទៅត្រឡប់ទៅថែទាំលោកតាលោកយាយវិញល្អជាងដើម្បីកុំឲ្យពួកគាត់ចាស់ហើយនៅតែត្រូវចេញទៅស្រែចម្ការចិញ្ចឹមពូទៀតមិនអីទេចង់ភ្លក់រំពាត់ម្ដងទៀតមែនឯងជានរណាគឺវានេះហើយម្សិលមិញដោយសារវាទៅពួកយើងត្រូវចូលតុលាការឯងជាប្រុសស្នេហ៍របស់នាងមែនទេខ្ញុំថាហើយក្មេងស្រីដែលមិនធ្លាប់ឃើញពិភពលោកធ្វើម៉េចអាចរកលុយបានច្រើនក្នុងរយៈពេលខ្លីបែបនេះឥឡូវខ្ញុំយល់ហើយនាងត្រូវប្រុសចិញ្ចឹមនឹងឯងមីងមកថាសម្ដីបែបនេះថោកទាបពេកហើយមានភស្តុតាងអ្វីថាខ្ញុំត្រូវប្រុសចិញ្ចឹមបើមិនចង់ឲ្យគេនិយាយអាក្រក់កុំធ្វើរឿងគួរឲ្យសង្ស័យដូចម្ដាយនាងអីចឹងម្ដាយកូនទាំងពីរសុទ្ធតែជាស្រីថោកដូចគ្នានាងហ៊ានវាខ្ញុំឬកំភ្លៀងនេះគឺសម្រាប់ខ្ញុំមួយកំភ្លៀងទៀតគឺសម្រាប់ការប្រមាថសម្ដាយខ្ញុំបើនៅតែហ៊ាននិយាយបំផ្លាញទៀតកុំថាខ្ញុំមិនទុកមុខឲ្យនាង Chloe នឹងហ៊ានទាំងវីមីងមកថាទៀត Chloe ជាប់ហើយ River ជាប់សាលាអូក្រីតហើយមិនអាចទេថ្ងៃនេះក្នុងការប្រឡងពេលអត្ថបទនយោបាយរបស់ River ត្រូវប្រកាសអ្នកគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលយ៉ាងខ្លាំងច្បាប់ជាគ្រឹះនៃសង្គមក្រមច្បាប់គឺជាមូលដ្ឋាននៃការគ្រប់គ្រងដោយនីតិរដ្ឋ